តើអ្នកធ្លាប់ឆ្ងល់ទៀតថាអរិយធម៌ដែលធ្លាប់ត្រូវបានគេបំភ្លេចចោលទាំងស្រុងពីប្រវត្តិសាស្ត្រមានអ្វីខ្លះនៅលើភពផែនដីនេះធ្លាប់មានអាណាចក្រដ៏រុងរឿងដែលស្រាប់តែរលាយបាត់ទៅវិញដោយគ្មានដានខ្លះត្រូវបានព្រៃលេបត្របាក់ខ្លះទៀតត្រូវខ្សាច់បំបិទបាំងហើយខ្លះទៀតលិចបាត់ទៅក្នុងបាតសមុទ្រថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅកាន់ដំណើរអាថ៌កំបាំងដើម្បីស្វែងយល់ពី10អរិយធម៌បុរាណដែលធ្លាប់មានវត្តមានតែបែរជាបាត់បង់ពីផ្ទៃផែនដីនេះទៅវិញតើពួកគេជានរណារុងរឿងដូចម្ដេចហើយសំខាន់បំផុតតើអ្វីបានកំទេចពួកគេយើងចាប់ផ្ដើមដំបូងគេនៅអាណាចក្រ Indus ឬហៅថា Harappan នេះគឺជាអរិយធម៌ដ៏ធំជាងគេក្នុងចំណោមអរិយធម៌សម័យដើមមានផ្ទៃដីជាង 396,000 ម៉ៃការ៉េនៅតំបន់ដែលសព្វថ្ងៃជាប្រទេសប៉ាគីស្ថាននិងឥណ្ឌាប្រហែលជា 45,000 ឆ្នាំមុនទីក្រុងរបស់ពួកគេដូចជា Mohenjo-daro មានប្រព័ន្ធលូនិងអនាម័យទំនើបជាងគេដែលមិនអាចរកឃើញនៅកន្លែងណាផ្សេងទេរហូតដល់សម័យរ៉ូម៉ាំងទៅថ្ងៃក្រោយពួកគេពូកែខាងគណិតវិទ្យានិងវិស្វកម្មតែភ្លាមប្រហែលឆ្នាំ 1900 មុនគ្រិស្តសករាជអ្វីបានបញ្ចប់អ្នកស្រុកបោះបង់ទីក្រុងចោលអ្នកប្រវត្តិសាស្ត្រធ្លាប់គិតថាដោយសារការឈ្លានពានតែទ្រឹស្ដីថ្មីជឿថាការប្រែប្រួលអាកាសធាតុនិងគ្រោះរាំងស្ងួតអស់រយៈពេល200ឆ្នាំបានបំផ្លាញកសិកម្មរបស់ពួកគេទាំងស្រុងបន្ទាប់មកយើងធ្វើដំណើរទៅកាន់កោះក្រែតប្រទេសក្រិកដើម្បីជួបអរិយធម៌មីណូអានពួកគេគឺជាអរិយធម៌ដ៏រុងរឿងមួយនៅអឺរ៉ុបដែលរស់នៅប្រហែល 7,000 ឆ្នាំមុនហើយឈានដល់ចំណុចកំពូលនៅប្រហែល 1,600 មុនគ្រិស្តសករាជពួកគេជាអ្នកជំនួញដ៏ពូកែនិងសាងសង់វិមានយ៉ាងស្កឹមស្កាយដូចជាវិមាន Knossos ដែលជាប្រភពរឿងព្រេងអំពីមីណូថរពាក់កណ្ដាលមនុស្សពាក់កណ្ដាលគោភាសារបស់ពួកគេដែលហៅថា Lineae រហូតមកដល់សប្តាហ៍ថ្ងៃនេះក៏នៅមិនទាន់មានអ្នកណាអាចអានបាននៅឡើយទេនៅប្រហែលឆ្នាំ 1450 មុនគ្រិស្តសករាជមហន្តរាយមួយបានកើតឡើងគេសន្និដ្ឋានថាការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លានៅកោះ Santorini បានបង្កើតរលកយក្សស៊ូណាមីបំផ្លាញទីក្រុងឆ្នើនរបស់ពួកគេហើយអរិយធម៌ដ៏រុងរឿងនេះក៏ដួលរលំជាបន្តបន្ទាប់ឥឡូវមកដល់បំបានអាស៊ីអាគ្នេយ៍របស់យើងវិញម្ដងតាំងពីឆ្នាំ802នៃគ្រិស្តសករាជមកអាណាចក្រខ្មែរគឺជាមហាអំណាចមួយដែលគ្របដណ្ដើបលើទឹកដីកម្ពុជាថៃឡាវនិងវៀតណាមសព្វថ្ងៃរាជធានីរបស់ពួកគេគឺអង្គរជាទីក្រុងដ៏ធំដែលមានប្រជាជនរហូតដល់1លាននាក់នៅសម័យកាលដែលទីក្រុងនៅអឺរ៉ុបនៅតូចនៅឡើយទេពួកគេមានប្រព័ន្ធធារាសាស្ត្រដ៏ស្មុគស្មាញដោយប្រើប្រាស់បារាយៈដើម្បីស្រួចស្រាប់ដំណាំតែនៅដើមសតវត្សទី15អាណាចក្រនេះក៏ដួលរលំអ្នករាជការបោះបង់ចោលអង្គរទៅកាន់ទីតាំងថ្មីនៅភ្នំពេញទុកឲ្យព្រៃលេបត្របាក់ប្រាសាទអស់ជាច្រើនសតវត្សមូលហេតុពិតប្រាកដនៅមិនទាន់ច្បាស់ទេអ្នកខ្លះថាដោយសារការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យគ្រោះរាំងស្ងួតខ្លះទៀតថាដោយសារសង្គ្រាមជាមួយអយុធ្យានិងខ្លះទៀតថាដោយសារការផ្លាស់ប្ដូរផ្លូវពាណិជ្ជកម្មឆ្លងមហាសមុទ្រទៅកាន់ទ្វីបអាមេរិកយើងជួបម៉ាយ៉ាមិនមែនជាប្រជាជនទេពួកគេគឺជាអ្នកបង្កើតប្រព័ន្ធសរសេរដ៏ស្មុគស្មាញតារាសាស្ត្រច្បាស់លាស់និងបរិធានដ៏ល្បីល្បាញមួយនៅចន្លោះឆ្នាំ250ដល់900នៃគ្រិស្តសករាជពួកគេបានកសាងទីក្រុងរដ្ឋជាអស្ចារ្យជាច្រើននៅឧបទ្វីបយូកាតាន់តែនៅចុងសតវត្សទី9អ្វីបានដួលរលំយ៉ាងរុះរានប្រជាជនបោះបង់ទីក្រុងធំទាំងអស់តើមានអ្វីកើតឡើងទ្រឹស្ដីចុងក្រោយគេបង្ហាញថាគ្រោះរាំងស្ងួតនៅយូរអង្វែងផ្សំជាមួយការកាប់បំផ្លាញព្រៃឈើនិងសង្គ្រាមផ្ទៃក្នុងគឺជាកត្តារួមបំផ្លាញអរិយធម៌ដ៏អស្ចារ្យនេះត្រឡប់មកកាន់អាមេរិកខាងលើវិញម្ដងមានអរិយធម៌មួយឈ្មោះអាណាសាស៊ីឬសពថ្ងៃគេហៅថាពួកបុរាណពួយព្លូពួកគេល្បីដោយការសង់លំនៅឋានដ៏អស្ចារ្យនៅជ្រុងអាសថ្មចតដូចជា Cliff Palace នៅរដ្ឋ Colorado សហរដ្ឋអាមេរិកនៅសតវត្សទី12និង13ពួកគេបានរស់នៅទីនោះតែនៅចុងសតវត្សទី13ពួកគេក៏បាត់បង់ទៅវិញ
ភ័ស្តុតាងបុរាណវិទ្យាបង្ហាញសញ្ញានៃអំពើហិង្សានិងសូម្បីតែការស៊ីសាច់ឈាមគ្នាផងដែរជំនាញបញ្ជាក់ថាគ្រោះរាំងស្ងួតដ៏យូរអង្វែងផ្សំជាមួយការកាប់បំផ្លាញព្រៃឈើបណ្ដាលឲ្យការសង្គ្រាមដណ្ដើមធនធានធម្មជាតិហើយពួកគេត្រូវបង្ខំឲ្យបោះបង់ស្រុកកំណើតយើងធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកដើម្បីជួបអាណាចក្រអាក់ស៊ុមតាំងពីសតវត្សទី1មុនគ្រិស្តសករាជអាណាចក្រនេះគឺជាមហាអំណាចពាណិជ្ជកម្មដែលភ្ជាប់ចំណងរវាងចក្រភពរ៉ូម៉ាំងនិងឥណ្ឌាបុរាណពួកគេជាអាណាចក្រដំបូងគេនៃពិភពលោកដែលប្រកាន់យកសាសនាគ្រិស្តជាសាសនារដ្ឋហើយពួកគេក៏មានភាសាសរសេរផ្ទាល់ខ្លួននិងបានកសាងស្ទូបថ្មយក្សដែលគេហៅថា Obelisk ដែលនៅឈររហូតទៅដល់សព្វថ្ងៃនៅសតវត្សទី7អាណាចក្រនេះក៏ចាប់ផ្ដើមធ្លាក់ចុះមូលហេតុចម្បងគឺការរីកចម្រើនរបស់អាណាចក្រអ៊ីស្លាមដែលបានផ្ដាច់ផ្លូវពាណិជ្ជកម្មរបស់ពួកគេហើយធ្វើឲ្យអាក់ស៊ុមឯកឡូនិងធ្លាក់ចុះរហូតបាត់បង់អំណាចពីអេជូពីយើងទៅកាន់វាលសេកសកដានដើម្បីជួបអាណាចក្រណាបាតេនពួកគេគឺជាអ្នកឆ្លាក់ទីក្រុងពេត្រាដ៏ល្បីល្បាញតែអ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺប្រព័ន្ធគ្រប់គ្រងទឹករបស់ពួកគេនៅកណ្ដាលវាលសេកដ៏ស្ងួតឆ្ងាយពួកគេអាចសាងសង់ទំនប់ប្រឡាយនិងអាងស្តុកទឹកដើម្បីចិញ្ចឹមជីវិតប្រជាជនរាប់ម៉ឺននាក់និងដំណាំបាងទៀតពួកគេគ្រប់គ្រងផ្លូវពាណិជ្ជកម្មគ្រឿងអូបាតែនៅឆ្នាំ106នៃគ្រិស្តសករាជចក្រភពរ៉ូម៉ាំងចូលកាន់កាប់បន្តិចម្ដងអត្តសញ្ញាណណាបាតែនក៏រលាយបាត់ទៅក្នុងចក្រភពរ៉ូម៉ាំងហើយក្រោយមកពួកគេក៏បោះបង់ចោលពេត្រាទាំងស្រុងយើងហោះទៅកាន់កោះដាច់ស្រយាលបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកគឺកោះ Easter Island ឬ Rapa Nui នៅចន្លោះឆ្នាំ1200ដល់1500នៃគ្រិស្តសករាជប្រជាជនប៉ូលីនេស៊ីនៅទីនេះបានឆ្លាក់និងដឹកជញ្ជូនរូបសំណាកយក្សម៉ូអ៊ីជាង900រូបដែលខ្លះមានទម្ងន់ជាង80តោនតែនៅពេលជនជាតិអឺរ៉ុបមកដល់នៅសតវត្សទី17ពួកគេបានឃើញកោះស្ទើរតែគ្មានដើមឈើនិងមានប្រជាជនរស់នៅទិញទួយទេតើមានអ្វីកើតឡើងទ្រឹស្ដីដ៏ពេញនិយមគឺការបំផ្លាញអេកូឡូស៊ីពួកគេកាប់ដើមឈើអស់ដើម្បីដឹករូបសំណាកបណ្ដាលឲ្យដីសំអូននិងខ្វះធនធាននាំឲ្យកើតសង្គ្រាមស៊ីសាច់ហ្វូងសាច់ញាតិត្រឡប់មកកាន់មិចស៊ីកូវិញម្ដងយើងមានអរិយធម៌អូលមេកដែលគេចាត់ទុកថាជាមាតានៃអរិយធម៌នៅមិចស៊ីកូកណ្ដាលពួកគេរស់នៅចន្លោះឆ្នាំ1500មុនគ្រិស្តសករាជដល់400មុនគ្រិស្តសករាជហើយល្បីដោយការឆ្លាក់ក្បាលថ្មយក្សដ៏ធំដែលមានទម្ងន់រាប់10តោនដែលគេមិនទាន់ដឹងថាគេដឹកជញ្ជូនមកដល់ព្រៃក្រាស់ដោយរបៀបណាពួកគេក៏ជាអ្នកបង្កើតគំនិតថាសូននិងប្រព័ន្ធសរសេរដំបូងនៅអាដាកូឡែងហ្វឹងផងដែរការបាត់បង់របស់ពួកគេគឺអាចកំបាំងតែគេសន្និដ្ឋានថាដោយសារផ្ទុះភ្នំភ្លើងរញ្ជួយដីឬការប្រែប្រួលបរិយាកាសដែលបំផ្លាញកសិកម្មរបស់ពួកគេចុងក្រោយយើងទៅកាន់អាមេរិកខាងលើវិញម្ដងមានទីក្រុងកាហៅខ្យានេះមិនមែនជាអាណាចក្រតូចតាចទេប្រហែលឆ្នាំ1050នៃគ្រិស្តសករាជកាហៅខ្យាជាទីក្រុងដ៏ធំជាងនៅអាមេរិកខាងលើមានប្រជាជនរហូតដល់ 40000 នាក់ដែលច្រើនជាងទីក្រុងឡុងនៅនោះទៅទៀតពួកគេបានកសាងពំនុំដីយក្ស120កន្លែងដែលធំជាងនេះហៅថា Mount Mount មានកម្ពស់30ម៉ែត្រនិងមានផ្ទៃដីធំជាងពីរ៉ាមីតអេស៊ីបទៅទៀតតែនៅឆ្នាំ1300កាហៅខ្យាក៏ត្រូវបោះបង់ចោលគេសន្និដ្ឋានថាដោយសារទឹកជំនន់ដ៏ធំការកេងប្រយាយធនធានធម្មជាតិលើសកម្រិតនិងអស្ថិរភាពសង្គមហើយនេះគឺជារឿងរ៉ាវនៃអរិយធម៌ទាំង10ដែលធ្លាប់តែរុងរឿងតែបានត្រូវពេលវេលាលេបត្របាក់រឿងរ៉ាវរបស់ពួកគេមិនមែនជារឿងព្រេងនិទានទេវាគឺជាមេរៀនដ៏មានតម្លៃសម្រាប់មនុស្សធាសពថ្ងៃតើអរិយធម៌របស់យើងសពថ្ងៃត្រូវបាត់បង់ដោយពួកគេដែរឬទេតើមួយណាជារឿងដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ជាងគេប្រាប់ថ្នាំនៅ comment ខាងក្រោមនេះសូមជួយចុច like share និង subscribe ដើម្បីរុករកអាចកំបាំងប្រវត្តិសាស្ត្រជាមួយគ្នាទៀតជួបគ្នាវីដេអូក្រោយ